គឺ keyboard សម្រាប់ប្រើជាមួយនឹង iPad ពួក Pro 11 inch អាពណ៌ខ្មៅនេះខ្ញុំទើបតែកាត់មកបានទេអានេះស្អាតណាបងប្អូនទាំងគ្នាអានេះគឺស្អាតបើនិយាយទៅភិនភាគវាចូល98%ឯងស្អាតខ្លាំងណាស់និយាយទៅស្អាតឡើងសឹងតែដូចថ្មីអានេះប្រភេទពួកអា11 inch ហើយបើពណ៌សនេះវារៀងដោយសារតែវាពណ៌សអញ្ចឹងរៀងកាន់ក្អែលតិចតិចហើយអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលយកអាកាន់ក្អែលតិចតិចនេះអានេះតែ145ទេអានេះវាធូរថ្លៃហើយបើអានេះវិញវារៀងថ្លៃជាងបន្តិចអានេះ165ចឹងសម្រាប់បងប្អូនទាំងគ្នាដែលមានតម្រូវការជាមួយនឹង keyboard សម្រាប់ប្រើជាមួយនឹង iPad បងប្អូនទាំងគ្នាខ្ញុំបញ្ជាក់អានេះដាក់បានចាប់ពី Air ឆ្នាំប្រភេទពួក2020ឬក៏ Air M2 សុំទោស Air M1 នេះក៏ដាក់បានដែរនេះណាគឺអាចប្រើបានប្រភេទពួកជាមួយនឹង keyboard នេះអានេះបើសិនបងប្អូនដាក់ជាមួយនឹង iPad Pro ឧទាហរណ៍ថា Pro M2 Pro M1 Pro 2018 Pro 2020វាដាក់ច្រើនស៊េរីខ្លាំងមែនតើណាហើយពួក 12.9 ក៏ខ្ញុំមានដែរអញ្ចឹងបងប្អូនអ្នកគ្នាដែលមានតម្រូវការអាចមករកមើលនៅកន្លែងខ្ញុំបានណាអាចយក iPad មក test ផ្ទាល់ហ្មងក៏បានដែរកុំឲ្យបារម្ភថាតិចយកទៅប្រើអត់កើតដាក់អត់ត្រូវដាក់អត់ support អីចឹងអានេះគ្រាន់តែយើងដាក់ទៅនេះវាមានងាំវាកន្លែងនេះវាមានងាំ3កន្លែងនេះដើម្បី connect ហើយវាស្រូបថ្មចេញពី iPad យើងទៅហ្មងនេះបងប្អូនទាំងគ្នាមើល iPad យើងវាមានងាំ3ជាដែរអញ្ចឹងយើងដាក់ទៅវាឆក់មួយមេដៃហើយវា connect យកហ្មងអញ្ចឹងវាស្រូបថ្មចេញពី iPad យើងហើយមិនបាច់ចាំទៅ connect Bluetooth connect អីទេរបស់ Zen គឺស្រួលប្រើបែបហ្នឹងវាឆក់ជាប់អញ្ចឹងហ្មងហើយនេះគឺរបស់ Zen គឺប្រើមួយដឹងមួយហើយនេះគឺវាមានភ្លើងទៀតណាបងប្អូនទាំងគ្នាគឺមានភ្លើងទៀតអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាមានតម្រូវការលឿនមកអាពណ៌ខ្មៅនេះខ្ញុំមានមួយអាពណ៌សនេះមានមួយលក់អស់ហើយរត់ចោលស្រុកអត់បើអត់មានអីវ៉ាន់លក់ទៀតផងនិយាយមែនណាបងប្អូនទាំងគ្នាខ្ញុំនិយាយមែនតែនហ្មងថាលក់ហើយអត់មានអីលក់ទៀតទេមិនបានលក់បានហត់ចោលស្រុកទៅណាគាត់និយាយលេងប៉ុន្តែពិតជាអត់មានអីវ៉ាន់លក់មែនសូម្បីតែអាចេះក៏តម្លៃល្អសម្រាប់បងប្អូនទាំងគ្នាយកទៅប្រើដែរអាវ៉ាន់នេះខ្ញុំលក់មួយខ្ញុំទុកប្រើមួយបងប្អូនយកអាខ្មៅខ្ញុំទុកអសបងប្អូនយកអសខ្ញុំទុកអាខ្មៅព្រោះអីខ្ញុំក៏ត្រូវប្រើ keyboard រាល់ថ្ងៃដែរតែគាត់ថាដឹងតែលក់មួយទុកមួយអូខេមានតម្រូវការបងប្អូនទាំងគ្នាអាចតាក់ទងមកបានអរគុណ